ok video này cứ chỉ video muối đây là dừng sắc xa âm pi 3D Max ai ta dừng sắc xa 3D Max này cứ tiện tôn chung với năng architecture hay sầm khăn cứ tiện tôn chung với năng render rồi bao giờ có thấy video đầm môn rồi bao giờ cứ chặt là ở square âm pi 3D Max muốn sẵn 3D Max miền ở bài class đại diện từ phá hai này nằm interface của 3D Max nên miền ở bài class nhưng tao square nguyên môn ở bài class ok chân dương chập là square 3D Max và đa chỉ muốn sẵn ok nơi nông user interface của 3D Max bỏ dưới nơi này khang lơ cái bỏ vì dân miền với chỉ title bar như của Q nắng thì phải là chỉ title bar đây là trong title bar này dừng miền anh đôi chỉ Autodesk 3D Max thì còn đọc bay thời những học sinh buồn và này thay chỉ mua robot program như này những công ty phá từ 3D Max hai version bảo vệคือปีปันดับใบhaiត្រូវជាមួយនឹង Windows 64 ចំណាយឯនៅខាងស្នាមដៃមួយទៀតតែមាន0.71 2 Max បានន័យថាជាឈ្មោះ file ដែលយើងកំពុងតែមាននៅលើ viewport របស់យើងនេះឯងនេះអូបន្ទាប់មកយើងមាននៅខាងឆ្វេងដៃគេបង្អស់នៅផ្នែកខាងលើយើងឃើញមានmenu មួយរបៀបនេះអូខេកន្លែងនេះយើងខាងថាជា application menu គេជា application menu ហើយ application menu នេះគេធ្វើឡើងសម្រាប់ជំនួសឲ្យ file menu អូខេអញ្ចឹងបើវាជា file menu នៅពេលណាដែលយើង click នៅលើវាយើងនឹង drop down នៅ menu ជាច្រើនដែលយើងត្រូវប្រើ comment ជាច្រើនដែលយើងត្រូវប្រើនៅក្នុង file ឬនៅក្នុង application menu នេះគឺដូចគ្នាសិក្សាទៅនឹង file ដែរគឺយើងមាន new reset open save as import export send to ច្រើននៅក្នុងនោះអូខេនេះជា application menu bar តពី application menu bar គឺយើងមានមួយទៀតបន្ទាប់គ្នានឹងគឺមាន quick access យើងហៅថា quick access bar ដែល quick access bar ហ្នឹងគឺមានដូចជា new បានន័យថា create new session ហើយ open បានន័យថាយើងប្រើសម្រាប់វាបើក file បើក file យកមកប្រើ save នេះគឺ save file បានន័យថាយើង save file របស់យើងដែលយើងធ្វើហើយទុកនៅក្នុង try ណាមួយអូខេចំណែកឯមួយទៀតបន្ទាប់ហ្នឹងគឺ undo ឬ undo operation របស់យើងនៅក្នុង undo យើងក៏មាន redo របស់យើងមួយទៀតនៅកន្លែងនេះគឺមាន redo ដូចគ្នាអូខេយើងក៏មាន project folder របស់យើងដែរបន្ទាប់ពីនៅក្នុងនឹងមកយើងមាន workspace default របស់យើងនេះជា workspace របស់យើងអាចជ្រើសរើសយក workspace មួយឬពីរនេះអាចតែប្រើបានប៉ុន្តែជាទូទៅគឺយើងប្រើ workspace default ឬមួយគឺយើងបង្កើត workspace ដោយខ្លួនឯងនេះជា workspace របស់យើងនៅផ្នែកខាងក្រោម workspace និង quick access របស់យើងនេះហើយនឹង toolbar របស់យើងគឺយើងមាន main menu bar យើងហៅថាជា main menu bar ដែល main menu bar របស់យើងគឺមានដូចជា edit អូខេ edit យើងមាន menu ជាច្រើនដែរយើងមាន tool យើងមាន draw យើងមាន group យើងមាន view យើងមាន create យើងមាន modify animation ឡាក់អូខេរហូតមកដល់ help អូខេនឹងយើងហៅថាជា main menu bar អូខេចំណែកនៅខាងក្រោម menu bar មួយជួរទៀតយើងហៅថា main toolbar ដែល main toolbar របស់យើងនេះ
miền đôi chia link ăn link hơi move សម្រាប់ transform របស់យើងគឺមាន move rotate scale ហើយយើងមានដូចជា mirror link no align ហើយយើងមាន layer យើងមាន material ហើយ link អូខេ link វានេះអូខេយើងមាន link ដែលច្រើនអូខេអញ្ចឹងពួក tool main toolbar នេះគឺយើងប្រើវាសម្រាប់ comment ទៅលើ viewport របស់យើងឬក៏ប្រើសម្រាប់ comment ទៅលើ object ដែលយើងកំពុងតែប្រើកំពុងតែបង្កើតកំពុងតែធ្វើគឺយើងយក tool ទាំងអស់ហ្នឹងមកប្រើជាមួយអូខេចំណែកម្យ៉ាងទៀតប្រសិនបើយើងចង់បាន tool បន្ថែមដែលយើងអត់ឃើញមាននៅលើ main toolbar របស់យើងហ្នឹងគឺយើងយក mouse ទៅ click លើកន្លែងណាដែលនៅចន្លោះដែលគ្មាន toolbar ឧទាហរណ៍ដូចនៅកន្លែងនេះយើងអាច right click អូខេឬក៏កន្លែងនេះយើងអាច right click បានដូចគ្នាពេលយើង right click យើងឃើញមាន customize យើងមាន comment panel យើងមាន main toolbar យើងមាន axis content យើងមាន layer យើងមាន extras render shortcut យើងមាននៅក្នុងហ្នឹងអូខេដូចគ្នានៅកន្លែងនេះដែលជាចន្លោះគ្មាន tool យើងអាច right click យើងមានដូចគ្នាអូខេអញ្ចឹងឧទាហរណ៍យើងចង់បាន tool extra មួយអូខេឧទាហរណ៍ extras យើងមាន tool មួយចេញមកនេះអញ្ចឹងនៅក្នុង tool គឺយើងមាន array របស់យើងមានច្រើនមាន array ទៅតាមស្អីនេះណាគឺនេះជា array អូខេ array ហើយនេះជា auto green អញ្ចឹងយើងអាចជ្រើសរើសយកមកប្រើបានច្រើនដែលយើងអាចជ្រើសរើសឧទាហរណ៍ដូចជា layers យើង click នៅលើ layer យើងបាន layer មួយអញ្ចឹងនៅក្នុង layer នេះយើងអាចយើងតាត់មើល layer មាន layer ស្អីខ្លះដែលយើងប្រើអញ្ចឹងយើងអាចប្រើបានអូខេបន្ទាប់ពីអ្វីដែលយើងមានបង្ហាញពី main toolbar រួចហើយឬអ្វីដែលយើងចង់បាន tool យកមកប្រើបន្ថែមទៀតហើយគឺយើងបង្ហាញទៅលើនៅខាងស្ដាំដៃនៃ interface របស់យើងមាន panel មួយយើងហៅថាជា command panel ទាំងអស់នេះមក window មួយហ្នឹងយើងហៅថាជា command panel អញ្ចឹងនៅក្នុង command panel នេះយើងមាន command 6មាន create មាន modify មាន hierarchy យើងមាន motion យើងមាន display ហើយនឹងមាន utility នៅក្នុង command ទាំង6គឺយើងត្រូវការប្រើប្រាស់វាអូខេ create ឧទាហរណ៍ create នៅក្នុង create យើងមាន command ច្រើនដែលយើងត្រូវប្រើទៀតឧទាហរណ៍ដូចជា geometry ដូចជា shape ដូចជា light ដូចជា camera ដូចជា helper អូខេដាក់អញ្ចឹងនៅក្នុង command panel របស់យើងគឺ create panel របស់យើងគឺយើងមាន geometry នៅក្នុង geometry គឺយើងមាន standard primitive យើងមានច្រើននៅក្នុងនោះមាន extend primitive យើងមាន compound object យើងមាន door យើងមាន window etc អូខេអញ្ចឹងនេះគឺអ្វីដែលមាននៅក្នុង command panel ហើយ command panel ទាំងអស់គឺយើងប្រើប្រាស់វាសម្រាប់បង្កើត object នៅក្នុង viewport យើងចង់បង្កើត object ណាមួយគឺយើងត្រូវប្រើ command នៅក្នុង command panel នេះឯងអូខេអញ្ចឹងចំណែកឯផ្នែកធំមួយនេះនៅចំកណ្ដាលគឺយើងហៅថាជា viewport ណានៅក្នុង viewport របស់យើងគឺយើងបែងចែកនៅក្នុង 3D Max គឺគេបែងចែកជា default របស់វាគឺយើងបែងចែកតែម្ដងគឺមាន top viewport top មាន viewport front មាន viewport left ហើយនឹង perspective
អានេះ perspective នេះគឺជា perspective នេះគឺជា viewport front top ហើយនឹង left អូខេចំណែកនៅក្នុង viewport នីមួយៗវិញនៅក្នុង viewport នីមួយៗវិញគឺមានដូចគ្នាគឺមាន canvas control ដូចគ្នានេះយើងហៅថាជា canvas control មានដូចគ្នានៅក្នុង viewport មួយគឺមាន canvas control ដូចគ្នាអូខេហើយនឹង view cube មានដូចគ្នា view cube នៅក្នុង viewport មួយគឺមាន view cube ដូចគ្នាចឹង view cube គឺប្រើសម្រាប់ control ទៅលើ viewport របស់យើងដូចគ្នាជាមួយនឹង canvas control គឺយើងប្រើសម្រាប់ control ទៅលើ viewport ដូចគ្នាអូខេនៅក្នុង canvas control របស់យើងគឺមាន3មួយ plus វានេះយើងអាច click mouse អូខេយើងអាច click mouse នៅលើវាយើងឃើញមានច្រើននៅក្នុងហ្នឹងដែលយើងអាចជ្រើសរើសបានជ្រើសរើសមួយណាយកមកប្រើបានដូចជា view cube អូខេអាច show view cube ឬក៏មិន show យើងអាច click នៅលើវាចឹង view cube របស់យើងគឺអត់មានទេនៅលើ viewport នីមួយៗប្រសិនបើយើងចង់ប្រើវាវិញគឺយើងចូលមក view cube ហើយចុចទៅ show view cube ហ្នឹងវិញយើងនឹងមាន view cube ត្រឡប់មកវិញដូចគ្នានៅនឹងមានពាក្យ top បានន័យថាយើងជ្រើសរើសយក viewport ណាមួយទៅលើ top bottom left right back and front ហ្នឹងគឺអាស្រ័យទៅលើគំនិតរបស់យើងតើដែលជាអ្នកចង់ប្រើប្រាស់វាអូខេតមកទៀតយើងមានមួយទៀតគឺពាក្យ shade នៅក្នុងនេះបើសិនជាយើង click នៅលើពាក្យ shade យើងឃើញមានពាក្យ realistic មានពាក្យ consistent color មានពាក្យ add face មានពាក្យ face ហើយនឹង highline មាន wireframe មាន boundary មាន clay មាន style line យើងមានច្រើននៅក្នុងនេះយើងអាចប្រើប្រាស់បានហើយ viewport របស់យើងនេះក៏យើងអាចបែងចែក viewport របស់យើងចូលលើក្នុង plus របស់យើងនេះគឺយើង click នៅលើ plus យើងឃើញមាន configure viewport ពេលយើងចុចលើ configure viewport យើងមាន window មួយនឹងចេញមកយើងដាក់ថា viewport configuration viewport configuration អូខេយើងមានពាក្យ layout យើង click នៅ layout យើងអាចយក viewport តែមួយក៏បាន top ពីរក៏បានពីនេះអូខេអាស្រ័យលើយើងចង់ប្រើមួយណាដែលយើងអាចប្រើបានអូខេតាមពិតយើងប្រើ4អូខេយើង click OK ក៏បានតែដល់ពេលនេះយើងប្រើ4រួចហើយយើង click cancel អូខេបន្ទាប់ពីនៅលើ viewport មកគេនៅលើ viewport របស់យើងអូខេនៅ viewport របស់យើងអាច click យើងអាចយក mouse មកដាក់នៅចំចំណុចកណ្ដាល viewport របស់យើងឃើញ mouse របស់យើងនេះដូររូបរាងអញ្ចឹងពេលដែលដូររូបរាងយើងអាច click ទាញអូខេរបៀបនេះយើងអាចឲ្យធំឬមួយក៏យើងអាច right click នៅលើវា reset layout ត្រឡប់មកវិញអូខេចំណែកឯនៅខាងក្រោម viewport របស់យើងគឺយើងមាន timeline នេះជា timeline របស់យើងហៅថា slider time ក៏បានឬយើងហៅថា timeline យើងប្រើសម្រាប់កំណត់នៅចលនារបស់ animation របស់យើងអូខេហើយនៅខាងក្រោមនេះគឺសម្រាប់ជា transform ឬ scale ឬ rotate ឬក៏ move x y z របស់យើងទីនេះបន្តមកយើងមានតាក់ទងជាមួយនឹង animation អូខេគឺ key animation យើងមាន playback control អូខេ playback control ហើយនៅខាងស្ដាំដៃខាងក្រោមគឺជា viewport control អញ្ចឹង viewport control យើងគឺមានដូចជា zoom យើងមាន zoom យើងមាន zoom all zoom extend zoom all extend អញ្ចឹងមកយើងមានច្រើនអូខេនៅខាងក្រោមហ្នឹងអូខេអញ្ចឹងសម្រាប់ viewport យើងសន្មតថាប៉ុណ្ណឹងសម្រាប់វីដេអូនេះហើយយើងជួបគ្នានៅវីដេអូក្រោយមួយទៀត